សូមស្វាគមន៍សាជាថ្មីមកកាន់ច្បីរឿងរ៉ាវហើយខ្ញុំបាទក៏សូមគោរពជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាដែលតែនិយមតាមដានស្ដាប់ជាមួយនឹងច្បីរឿងរ៉ាវផងដែរនៅថ្ងៃនេះដែរច្បីរឿងរ៉ាវនឹងលើកយកនៅព័ត៌មានមួយដែលតាក់ទងជាមួយនឹងការរស់រើនៅសំណង់ដែលបាក់រលំនៅអគារសតងនៅក្នុងទីក្រុងបាងកកប្រទេសថៃដែលរយៈពេលនេះគឺ1ខែទៅហើយក្រុមការងារសង្គ្រោះហើយនិងក្រុមដែលចុះទៅជួយរុករកគឺបានធ្វើការរស់រើដល់បាតក្រោមទៅហើយគឺដល់ជាន់ក្រោមដីផងដែរហើយនៅពេលនេះផងដែរក្រុមការងារកំពុងតែដុតដៃរត់ជើងក្នុងការជួយស្វែងរកនៅសាកសពដែលបាត់ខ្លួនទន្ទឹមនឹងមានការស្វែងរកនេះក៏មានការជឿទៅលើខាងផ្នែកអបិយជំនឿផងដែរដោយក្នុងនោះដែរលោកប៊ិនបានលឺរ៉េតដែលជាអ្នករុករកម្នាក់ដែរនៅក្នុងចំណោមអ្នករុករកនៅក្នុងក្រុមការងារនេះគឺបានរៀបចំជាម្ហូបអាហារដូចយើងរៀបចំតុសែនការអីចឹងដែរចឹងការរៀបចំម្ហូបនេះគឺបានធ្វើឡើងចំនួន20តុការធ្វើនេះគឺសម្រាប់សែនទៅដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលស្លាប់ដែលកំពុងតែជាប់នៅក្នុងអគារហើយនិងអ្នកដែលបានយកចេញមកហើយផងដែរលោកប៊ិនបានលឺរ៉េតដែលជាអ្នកសង្គ្រោះនោះក៏បានយកបញ្ជីរាយនាមនៅឈ្មោះរបស់អ្នករងគ្រោះទាំងអស់មកដុតហើយមិនតែប៉ុណ្ណោះក៏មានការអុជធូបហើយយកទៅដុតនៅតាមតុនីមួយៗផងដែរលោកបានបង្ហាញផងដែរថាការដែលរៀបចំម្ហូបអាហារតុចិនចំនួន20តុនេះគឺធ្វើឡើងទៅតាមការយល់សប្តិរបស់គាត់ដោយមានវិញ្ញាណចូលមកសុំបុណ្យកុសលហើយនឹងមានការស្រេកឃ្លានជាខ្លាំងផងដែរប្រិយមិត្តជាទីមេត្រីរឿងដែលនឹកស្មានមកដល់នោះគឺស្របពេលដែលកំពុងតែអុជធូបសែនព្រេនស្រាប់តែមានអ្នកសង្គ្រោះម្នាក់ទៀតដែលមានឈ្មោះថាដុនបានគ្រប់គ្រងស្មារតីខ្លួនឯងមិនបានហើយដួលទៅលើដីប្រកាច់តែម្ដងលក្ខណៈប្រៀបដូចជាវិញ្ញាណចូលសន្ធិដ្ឋហើយក៏បានស្រែកថាឃ្លានណាស់ជួយផងឃ្លានណាស់បែបនេះទៅเขามาเลี้ยงแล้วไม่เป็นไรมาឃើញដូចនោះហើយមិត្តរួមការងារក៏បានជួយច្របាច់គក់ដើម្បីឲ្យបានដឹងខ្លួនមកវិញនៅពេលដែលបានដឹងខ្លួនមកហើយនីដុនក៏បានប្រាប់ផងដែរថាខ្លួនគឺមានស្មារតីពាក់កណ្ដាលហើយគ្រប់គ្រងខ្លួនឯងមិនបានពាក់កណ្ដាលទៀតហើយខ្លួនបានឃើញនៅស្រមោលខ្មៅពេញនោះតែម្ដងហើយនៅពេលដែលស្រមោលខ្មៅបានចូលមកគ្របសង្កត់ទៅលើខ្លួនគឺពុំដឹងអ្វីទាំងអស់រហូតដល់ធ្លាក់ទូរស័ព្ទពីដៃមិនដឹងខ្លួនទៀតផងទោះជាយ៉ាងណានេះគឺជារឿងអភូតហេតុខាងអបិយជំនឿដែលគេគិតថាវិញ្ញាណអ្នកដែលស្លាប់នៅក្នុងអគារនេះបានចូលសន្ធិដ្ឋដើម្បីមកសុំបុណ្យកុសលផងដែរនៅក្នុងការរៀបចំម្ហូបអាហារតុចិនដើម្បីសែននោះមិនត្រឹមតែយកបញ្ជីឈ្មោះរបស់អ្នកដែលស្លាប់នោះទៅដុតប៉ុណ្ណោះទេប៉ុន្តែលោកប៊ិនបានលឺរ៉េតក៏បានយកនៅបញ្ជីឈ្មោះអ្នកដែលស្លាប់ហើយបានដើរទៅកាន់ទីតាំងអគារហើយបានហៅឈ្មោះរបស់អ្នកស្លាប់ម្ដងម្នាក់ផងដែរដើម្បីជាការប្រាប់ផងដែរថាខ្លួនបានធ្វើបុណ្យឧទ្ទិសកុសលនៅចំណីអាហារជូនទៅដល់អ្នកទាំងអស់គ្នាដែលបានជាប់នៅក្រោមបាតអគារយ៉ាងវេទនាផងដែរដើម្បីជាការឧទ្ទិសនៅចំណីអាហារកុសលបុណ្យជូនទៅដល់វិញ្ញាណទាំងអស់ឲ្យបានស្រស់ស្រូបក្រោយពីបានជាប់នៅក្នុងអគារដាច់បាយដាច់ទឹកអស់ជាច្រើនថ្ងៃផងដែរប្រិយមិត្តជាទីមេត្រីទោះបីជាយ៉ាងណារឿងនេះគឺជាអបិយជំនឿដែលគ្រប់គ្នាតែងតែជឿលោកប៊ិនបានលឺរ៉េតបានថ្លែងផងដែរថាការធ្វើបែបនេះគឺជាការធ្វើទៅតាមក្នុងផ្លូវអារម្មណ៍ដែលខ្លួនបានធ្វើការសមាធិហើយនឹងតាមការពន្យល់សពរបស់វិញ្ញាណអ្នករងគ្រោះផងដែរហើយការដែលគាត់ធ្វើនេះគឺមិនប៉ះពាល់ទៅដល់ការងាររុករករបស់អ្នករុករកនៅកន្លែងអគាររលំនោះទេព្រោះថាការរៀបចំតុអាហារនេះគឺនៅសូនមកខាងទៀតហើយយ៉ាងណាមិញការដែលធ្វើបែបនេះគឺជួយឲ្យសាច់ញាតិរបស់ជនរងគ្រោះគឺបានធូរស្បើយនៅក្នុងចិត្តខ្លះផងដែរដោយសារតែពួកគេក៏មានបានធ្វើនៅបុណ្យទានសែនព្រេនដល់ពួកគេផងដែរហើយការដែលលោកប៊ិនបានលឺរ៉េតបានធ្វើមកនេះក៏ជារឿងមួយដែលជួយឲ្យស្ងប់ខាងផ្លូវអារម្មណ៍សម្រាប់សាច់ញាតិបងប្អូនផងដែរជាបេរឿងរ៉ាវសូមអរគុណដល់ប្រិយមិត្តដែលបានតាមដានទស្សនាដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា6 โมงเขาเอาอาหารมาเลี้ยงแล้วโอเคพอ
spotlight shining lights the stage.